ประเทศคณะกรรมาธิการប្រជាជនទីក្រុងលោកជឿនកាន់ទុយរួមនឹងអនុប្រធានលោកងួយវ៉ាងហွာធ្វើការជាមួយគណៈគ្រប់គ្រងគម្រោងការវិនិយោគកសាងសំណង់គមនាគមន៍និងវិស័យកសិកម្មអង្គភាពបានប្រគល់ឲ្យគ្រប់គ្រងជាង 16,000 លានដុំស្រប 60% នៃទុនវិនិយោគរដ្ឋសរុបរបស់ទីក្រុងបច្ចុប្បន្នគណៈគ្រប់គ្រងគម្រោងការវិនិយោគកសាងផ្លូវគមនាគមន៍និងវិស័យកសិកម្មផ្សព្វផ្សាយគម្រោងការចំនួន 168 ក្នុងនោះរួមមានគម្រោងការចរាចរណ៍ចំនួន 116 គម្រោងការកសិកម្មធារាសាស្ត្រ 39 គម្រោងការប្រជាជនបម្រើប្រកបជីវភាព 12 និងគម្រោងការហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស 1 ក្នុងនោះមានជាង 110 គម្រោងការកំពុងស្ថិតនៅដំណាក់កាលសាងសង់នៅមាន 57 គម្រោងការកំពុងរៀបចំផ្សព្វផ្សាយក្នុងឆ្នាំ 2025 គណៈគ្រប់គ្រងបានប្រកល់ទុនសរុបជាង 16,000 លានដុល្លារគិតពាក់កណ្ដាលខែតុលាដកថវិកាជាង 5,300 លានដុល្លារសម្រាប់ 33.15% នៃផែនការថ្លែងការណ៍នៅក្នុងសម័យធ្វើការប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោកទ្រឿងកញ្ទួងសង្កត់ធ្ងន់បន្តពីរួមបញ្ចូលកឹងធើនឹងទទួលតួនាទីជាមជ្ឈមណ្ឌលនៃតំបន់វារីបទន្លេកូឡុងដូច្នេះហើយការពន្លឿនដកថវិកាទុនវិនិយោគរដ្ឋជាពិសេសគឺក្នុងសំណង់គម្រោងការហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗមានអត្ថន័យសំខាន់សម្រាប់ទីក្រុងលោតផ្លោះអភិវឌ្ឍបង្កសាយភាយទូទាំងតំបន់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងសំណើថ្នាក់ដឹកនាំគណៈគ្រប់គ្រងគម្រោងការវិនិយោគសាងសង់សំណង់គមនាគមន៍និងការងារកសិកម្មពង្រីកស្មារតីទទួលខុសត្រូវនិងសាមគ្គីផ្ទៃក្នុងពិនិត្យរចនាសម្ព័ន្ធអង្គការនិងផ្ដល់អាទិភាពប្រភពទុនសម្រាប់សំណង់សំខាន់ៗគ្មានបញ្ហាពីផ្ទៃរាបព្រមទាំងលើកកម្ពស់សមត្ថភាពគ្រប់គ្រងនិងល្បឿនសាងសង់បណ្ដាគម្រោងការធំៗដូចជាផ្លូវល្បឿនលឿនពីchâuដកកឹងធើសក់ត្រាំងផ្លូវជាតិលេខ91ឬផ្លូវពីកើតទៅលេខត្រូវបានត្រួតពិនិត្យល្បឿនយ៉ាងដិតដល់ដោះស្រាយឧបសគ្គតាន់ពេលធានាសម្រេចត្រូវតាមផែនការដាក់ចេញថ្នាក់ដឹកនាំទីក្រុងនឹងធ្វើការដោយបន្តជាមួយនឹងមន្ទីរផ្នែកនិងអ្នកម៉ៅការដើម្បីដោះស្រាយលំបាកពន្លឿនរំដោះប្រទេសរៀបបង្កើនល្បឿនដកទុនវិនិយោគរដ្ឋបង្កខឿនគ្រឹះសម្រាប់កឹងធើអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព្រមគ្នាបញ្ជាក់តួនាទីសំខាន់ក្នុងតំបន់វារីបទន្លេកូឡុង